បាទជម្រាបសួរបងប្អូនអរគ្នាបាទក្នុងបណ្ដាញសង្គមថ្ងៃនេះអីខ្ញុំបាត់មុខមួយរយៈឥឡូវនេះបានមកមានវីដេអូចែកចាយកំសាន្តគ្រាន់មើលបាទអីនេះជាចំការមកកន្លែងដែលស្ថិតនៅក្នុងភូមិគុនដំរីវាចំពីខាងក្រោយសៃឡូនេះអានេះលបងសៃឡូប៉ាត់ជំវិញហើយនេះជាចការតងែនគេឥឡូវនៅផ្លែប៉ិនកូនដៃហើយឲ្យម៉ែនទាំងអស់បាទហើយថ្ងៃនេះដែរក៏ចង់ចែករំលែកនិងណែនាំឲ្យឃើញពីដំណាំមកកន្លែងដែលគេដាំបានល្អបងប្អូនអានេះជាផាន់គេទេខ្ញុំមកថតផាន់គេបាទហើយនេះជាការលហុងបាទហើយលហុងនេះដែរគាត់ដាំច្រើនម្ចាស់គាត់ដាំទំហំដី2ហិកតាហើយឃើញថាលហុងមានដើមធំធាត់ល្អហើយប្រព័ន្ធទឹកទៅមកឆ្ងាញ់បាទឃើញថាលហុងល្អខ្ញុំតែមើលឃើញលហុងនេះមិនដឹងថាអាយុប្រហែលទេអត់តាន់បានជួបម្ចាស់គាត់ទេប៉ុន្តែយើងឈប់មើលទៅយើងថតវីដេអូចែកកំសាន្តលេងបាទឃើញថាល្អនៅប្រព័ន្ធសយោទឹកហើយយើងមើលពីទ្រុងនេះទ្រុង3ម៉ែត្រកាំ2ម៉ែត្របាទអញ្ចឹងគេភ្ជួរជារងដើម្បីកុំឲ្យរលាំទឹកហើយគេដាំហើយលហុងបើតាមដែលដឹងឆ្នាំតមិញអ៊ំប្រុសម្នាក់គាត់ដាំ3រ៉ៃគាត់បាន15លានលុយខ្មែរយើងហ្នឹងតែ3រ៉ៃហើយនេះចូល2ហិកតានេះខណៈគាត់ដាំអ៊ំស្រីម្នាក់នេះដែលម្ចាស់គាត់ជាម្ចាស់លហុងនេះគាត់ជាមនុស្សស្រីចាស់មេម៉ាយបាទមេម៉ាយវ័យចំណាស់ហើយគាត់តស៊ូខ្លាំងណាស់គាត់មានតាំងពីតងែនមានតាំងពីឥឡូវមកគាត់ឆ្លៀតដាំលហុងដាំអីទៀតអញ្ចឹងអ្នកមុំអត់បានប្រហែលគាត់ទេបាទហើយយើងមើលទៅដើមលហុងគឺល្អមែនទែនដើមធំធាត់ល្អខ្លាំងពណ៌ខៀវស្ងាត់បាទប្រហែលជាអាចគាត់ប៉ូវថ្នាំហើយនឹងដាក់ជីច្រើនបានលហុងល្អគ្រប់បែបយ៉ាងបាទវីដេអូអត់មានអីទេបងប្អូនអរគុណច្រើនបើស្រឡាញ់វីដេអូកុំភ្លេចជួយគាំទ្រឲ្យបេះដូងម្នាក់មួយផងបាទ